កន្ត្រកចាស់និងក្របពូជចម្លែកមានក្មេងស្រីម្នាក់ឈ្មោះសូភាដែលរស់នៅជាមួយយាយតាំងពីតូចឪពុកម្ដាយរបស់នាងទៅធ្វើការនៅឆ្ងាយហើយមិនសូវមានពេលត្រឡប់មកភូមិទេជីវិតរបស់សូភាមិនសូវស្រួលឡើយនាងជួយដាំបន្លែពេលថ្ងៃនាងទៅរៀនពេលល្ងាចនាងជួយស្រោចទឹកដំណាំហើយពេលយប់នាងអង្គុយជាមួយយាយនៅមុខផ្ទះស្ដាប់សំឡេងចង្រិតនិងខ្យល់បក់កាត់វាលស្រែយាយរបស់សូភាមានរបស់មួយដែលនាងមិនដែលអនុញ្ញាតឲ្យអ្នកណាប៉ះវាគឺជាកន្ត្រកឈើចាស់មួយកន្ត្រកនោះខ្មៅស្រអាប់ដោយសារអាយុកាលហើយមានគម្របតូចមួយចងដោយខ្សែរាល់ពេលសូភាសួរយាយតែនិយាយថាកន្ត្រកនេះមិនមែនជារបស់មានតម្លៃទេប៉ុន្តែអ្វីដែលនៅក្នុងវាអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានសូភាមិនយល់ថ្ងៃមួយនៅពេលយាយឈឺហើយដេកសម្រាលក្នុងផ្ទះសូភាត្រូវរៀបចំផ្ទះជំនួសនាងបានរកឃើញកន្ត្រកចាស់នោះនៅក្រោមគ្រែដោយចង់ដឹងខ្លាំងនាងបានបើកគម្របខាងក្នុងមានក្រណាត់ចាស់មួយរុំជុំវិញអ្វីមួយសូភាបើកក្រណាត់ចេញមានគ្រាប់ពូជចំនួន7គ្រាប់គ្រាប់ពូជទាំងនោះមានរាងខុសពីគ្រាប់ពូជធម្មតាវាមានពណ៌មាសស្រាលហើយនៅពេលប៉ះពន្លឺព្រះអាទិត្យវាហាក់ដូចជាមានពន្លឺនៅខាងក្នុងសូភាក៏ឃើញក្រដាសមួយសន្លឹកនៅក្រោមគ្រាប់ពូជលើក្រដាសសរសេរថាដាំមួយគ្រាប់សម្រាប់មនុស្សម្នាក់ដែលត្រូវការក្តីសង្ឃឹមកុំដាំសម្រាប់ខ្លួនឯងសូភាអានហើយញញឹមគ្រាប់ពូជអីចម្លែកម្ល៉េះនាងគិតថាវាប្រហែលជារឿងដែលយាយចង់លេងជាមួយនាងប៉ុន្តែថ្ងៃបន្ទាប់មានរឿងមួយកើតឡើងភូមិរបស់សូភាចាប់ផ្ដើមខ្វះទឹកអណ្ដូងនៅជិតផ្ទះក៏ចាប់ផ្ដើមស្ងួតស្រែជាច្រើនចាប់ផ្ដើមប្រេះអ្នកភូមិចាប់ផ្ដើមព្រួយបារម្ភថាប្រសិនបើភ្លៀងមិនធ្លាក់ក្នុងរយៈ2សប្តាហ៍ទៀតដំណាំទាំងអស់នឹងខូចសូភាគិតដល់គ្រាប់ពូជទាំង7គ្រាប់នាងសម្រេចចិត្តដាំគ្រាប់ទី1នាងដើរទៅកាន់ដីស្ងួតនៅជិតស្រែរបស់អ្នកជិតខាងដែលមានឈ្មោះតាខួនតាខួនជាកសិករចាស់ម្នាក់ដែលឆ្នាំនេះដំណាំស្ទើរតែខូចទាំងអស់សូភាជីកដីតូចមួយរួចដាក់គ្រាប់ពូជនាងស្រោចទឹកបន្តិចហើយត្រឡប់ទៅផ្ទះព្រឹកបន្ទាប់ពេលសូភាទៅមើលនាងឃើញដើមតូចមួយដុះឡើងវាដុះលឿនខុសធម្មតាថ្ងៃមួយកន្លងទៅវាធំឡើងជាច្រើនដងថ្ងៃទី2វាចេញស្លឹកធំថ្ងៃទី3វាមានផ្កាហើយនៅថ្ងៃទី4ផ្កានោះប្រែជាផ្លែពណ៌មាសតាខួនមិនជឿភ្នែកខ្លួនឯងពេលគាត់បើកផ្លែគ្រាប់តូចនៅខាងក្នុងមានទឹកជាប់គាត់បានយកគ្រាប់ទាំងនោះទៅដាំនៅក្នុងស្រែ3ថ្ងៃក្រោយដីស្រែដែលស្ងួតចាប់ផ្ដើមមានសំណើមបន្លែចាប់ផ្ដើមដុះអ្នកភូមិភ្ញាក់ផ្អើលពួកគេមិនដឹងថាសូភាមានគ្រាប់ពូជចម្លែកទេប៉ុន្តែសូភាដឹងថាវាមិនមែនជារឿងចៃដន្យទេយប់នោះនាងសួរយាយគ្រាប់ពូជក្នុងកន្ត្រកជារបស់អ្វីយាយស្ងាត់មួយសន្ទុះបន្ទាប់មកនាងប្រាប់ការពិតកាលពីយូរមកហើយ
យាយធ្លាប់រស់នៅក្នុងភូមិមួយផ្សេងទៀតនៅពេលនោះមានគ្រោះរាំងស្ងួតធំមួយអ្នកភូមិគ្រប់គ្នាគិតថាពួកគេនឹងបាត់បង់ស្រែនិងផ្ទះថ្ងៃមួយយាយបានជួបស្ត្រីចាស់ម្នាក់នៅជាយភ្នំស្ត្រីនោះបានផ្ដល់កន្ត្រកមួយឲ្យយាយហើយប្រាប់ថាគ្រាប់ពូជទាំងនេះមិនជួយអ្នកដែលលោភលន់ទេវាជួយតែមនុស្សដែលដាំវាសម្រាប់អ្នកដទៃយាយបានប្រើគ្រាប់ពូជជាច្រើនដើម្បីជួយភូមិរបស់ខ្លួនប៉ុន្តែនៅសល់7គ្រាប់យាយបានរក្សាទុកវាអស់ជាច្រើនឆ្នាំហើយឥឡូវនេះយាយចង់ឲ្យខ្ញុំប្រើវាទេសុភាសួរយាយញញឹមមិនមែនយាយទេកូនជាអ្នករកឃើញវាកូនជាអ្នកសម្រេចថាត្រូវប្រើវាយ៉ាងម៉េចសុភាមើលទៅកន្ត្រកនាងដឹងថានៅក្នុងភូមិមានមនុស្សជាច្រើនកំពុងត្រូវការជំនួយនាងយកគ្រាប់ទី2ទៅដាំឲ្យស្ត្រីមេម៉ាយម្នាក់ដែលកំពុងខ្វះអាហារគ្រាប់ទី3នាងដាំឲ្យក្មេងប្រុសម្នាក់ដែលមានឪពុកឈឺគ្រាប់ទី4នាងដាំនៅក្បែរអណ្ដូងសាធារណៈគ្រប់កន្លែងដែលនាងដាំដំណាំចាប់ផ្ដើមដុះយ៉ាងអស្ចារ្យភូមិចាប់ផ្ដើមមានជីវិតឡើងវិញប៉ុន្តែព័ត៌មានអំពីគ្រាប់ពូជចម្លែកក៏ចាប់ផ្ដើមល្បីទៅភូមិជិតខាងថ្ងៃមួយមានអ្នកជំនួញម្នាក់ឈ្មោះវីរៈបានមកដល់ភូមិគាត់បានឮថាមានគ្រាប់ពូជដែលអាចធ្វើឲ្យដំណាំដុះលឿនគាត់ចង់ទិញវាទុកក្នុងតម្លៃខ្ពស់គាត់មករកសុភាខ្ញុំអាចឲ្យលុយអ្នកច្រើនណាស់ប្រសិនបើអ្នកប្រគល់គ្រាប់ពូជដែលនៅសល់ឲ្យខ្ញុំសុភាសួរយកទៅធ្វើអ្វីវីរៈញញឹមខ្ញុំនឹងដាំវាលើដីរបស់ខ្ញុំបន្ទាប់មកខ្ញុំនឹងលក់ដំណាំក្នុងតម្លៃថ្លៃខ្ញុំនឹងក្លាយជាអ្នកមានបំផុតក្នុងតំបន់នេះសុភាបដិសេធខ្ញុំមិនអាចឲ្យបានទេវីរៈខឹងអ្នកនឹងសោកស្ដាយយប់នោះសុភាភ្ញាក់ពីដំណេកដោយសារសំឡេងនៅខាងក្រៅនាងចេញមកមើលកន្ត្រកចាស់បានបាត់សុភារត់ទៅប្រាប់យាយមានគេលួចកន្ត្រកអ្នកភូមិជាច្រើនចេញស្វែងរកពួកគេឃើញស្នាមជើងឆ្ពោះទៅកាន់ព្រៃសុភានិងតាខួនដើរតាមនៅជីកព្រៃពួកគេឃើញវីរៈកំពុងជីកដីគ្រាប់ពូជចំនួន3ត្រូវបានដាំរួចប៉ុន្តែគ្រាប់ពូជទាំងនោះមិនដុះទេវីរៈខឹងខ្លាំងណាស់គាត់ស្រែកថាហេតុអ្វីវាមិនដុះសុភាដើរទៅជិតនាងនឹកដល់ពាក្យរបស់ស្ត្រីចាស់ក្នុងរឿងរបស់យាយគ្រាប់ពូជទាំងនេះមិនជួយមនុស្សដែលលោភលន់ទេវីរៈក៏ស្ងាត់គាត់មើលទៅដីបន្ទាប់មកគាត់ចាប់ផ្ដើមយល់ថាមូលហេតុដែលគ្រាប់ពូជមិនដុះមិនមែនដោយសារគេដាំខុសទេគឺដោយសារចិត្តរបស់គេវីរៈអង្គុយចុះគាត់និយាយសំឡេងតិចតិចថាខ្ញុំចង់បានទ្រព្យសម្បត្តិពេកសុភាមិនស្ដីបន្ទោសគាត់ទេនាងគ្រាន់តែនិយាយថាបើអ្នកចង់ប្រើវាដើម្បីជួយអ្នកដទៃវាអាចដុះបានវីរៈមើលសុភាអ្នកជឿខ្ញុំជឿថាមនុស្សអាចផ្លាស់ប្ដូរថ្ងៃបន្ទាប់វីរៈបានត្រឡប់ទៅភូមិហើយចាប់ផ្ដើមជួយអ្នកភូមិជួសជុលប្រឡាយទឹកគាត់យកលុយរបស់ខ្លួនមកទិញឧបករណ៍គាត់ជួយជីកអណ្ដូងថ្មីគាត់មិននិយាយអំពីគ្រាប់ពូជទៀតទេ
មួយសប្តាហ៍ក្រោយសុភាយកគ្រាប់ពូជចុងក្រោយទៅដាំនៅកណ្ដាលភូមិមនុស្សគ្រប់គ្នាជួយស្រោចទឹក3ថ្ងៃក្រោយមកដើមធំមួយបានដុះឡើងវាធំជាងដើមទាំងអស់ដែលធ្លាប់ដាំស្លឹករបស់វាធំដូចដៃមនុស្សផ្ការបស់វាមានពណ៌មាសហើយនៅពេលមានផ្ការីកពពកខ្មៅចាប់ផ្ដើមប្រមូលផ្ដុំនៅលើមេឃភ្លៀងក៏ធ្លាក់ខ្លាំងជាលើកដំបូងក្នុងរយៈពេលជាច្រើនខែអ្នកភូមិរត់ចេញពីផ្ទះដោយសេចក្តីរីករាយក្មេងៗលេងក្រោមភ្លៀងកសិករឈរមើលស្រែរបស់ខ្លួនយាយរបស់សុភាឈរនៅមុខផ្ទះហើយញញឹមនាងនិយាយថាកន្ត្រកនេះមិនមែនមានវេទមន្តទេកូនសុភាភ្ញាក់ផ្អើលវេទមន្តពិតប្រាកដគឺចិត្តមនុស្សគ្រាប់ពូជគ្រាន់តែជាការរំលឹកថាបើមនុស្សចេះចែករំលែកអ្វីដែលតូចក៏អាចក្លាយជារឿងធំបានចាប់ពីថ្ងៃនោះមកអ្នកភូមិបានបង្កើតសួនធំមួយនៅកណ្ដាលភូមិអ្នកណាមានគ្រាប់ពូជអាចយកមកដាំបានអ្នកណាមានបន្លែអាចយកមកចែកអ្នកខ្វះខាតអ្នកណាមានកម្លាំងអាចជួយមនុស្សចាស់ហើយអ្នកណាមានចំណេះដឹងអាចបង្រៀនក្មេងៗកន្ត្រកចាស់របស់យាយនៅតែរក្សាទុកនៅក្នុងផ្ទះប៉ុន្តែគ្រាប់ពូជចម្លែកមិននៅក្នុងនោះទៀតទេព្រោះសុភាបានយកគ្រាប់ពូជធម្មតារបស់អ្នកភូមិដាក់ចូលក្នុងកន្ត្រកជំនួសរាល់ពេលក្មេងណាម្នាក់សួរហេតុអ្វីបានជាយើងដាក់គ្រាប់ពូជក្នុងកន្ត្រកនេះសុភាតែងឆ្លើយថាព្រោះយើងមិនដឹងថាគ្រាប់តូចមួយអាចផ្លាស់ប្ដូរជីវិតរបស់អ្នកណាម្នាក់នៅថ្ងៃណាទេហើយពីថ្ងៃនោះមកភូមិតូចមួយនេះមិនដែលខ្វះអាហារនិងក្តីសង្ឃឹមទៀតឡើយពេលខ្លះអ្វីដែលអាចផ្លាស់ប្ដូរបានមិនមែនជារបស់ធំទេវាអាចជាគ្រាប់ពូជតូចមួយនិងបេះដូងដែលចេះចែករំលែក